នៅសប្តាហ៍នេះជុំវិញពានរង្វាន់ Nobel សន្តិភាពប្រចាំឆ្នាំ2025តើអ្វីទៅជាពានរង្វាន់ Nobel សន្តិភាពតើលោកប្រធានាធិបតី Donald Trump អាចនឹងឈ្នះពានរង្វាន់ Nobel សន្តិភាពប្រចាំឆ្នាំ2025នេះដែរឬទេចង់ជឿច្បាស់សូមតាមដានទស្សនាកម្មវិធីពិភពលោកបច្ចុប្បន្នឬ The World Today នាថ្ងៃសៅរ៍ទី4 ខែតុលានេះវេលាម៉ោង 11 ដល់ម៉ោង 11:30 នាទីព្រឹកតាមកញ្ចក់ទូរទស្សន៍ក៏ដូចជា Page Facebook និង YouTube ផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ក៏យុទ្ធពលកាមេរ៉ាភូមិន្ទប៉ុស្តិ៍លេខ5ឧបត្ថម្ភដោយជីវិតសាមញ្ញមិនបៀតបៀនខ្លួនឯងមិនបៀតបៀនអ្នកដទៃលីយ៉ុងសារ៉ាបំបត្តិគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាពសារ៉ាសម្រាប់ទារកអាយុ3ខែរហូតដល់12ឆ្នាំជ្រើសរើសហ្វូមនាងមុខ Prim Nobu ដែលស័ក្តិសមនឹងស្បែកមុខរបស់អ្នក Prim Nobu តើតែសហបានដឹង EVA Premium Eye រួមគ្នាថែទាំសុខភាព EVA ដកដង្ហើមចូលក្នុងខ្លួនធ្វើឲ្យស្រួលខ្លួន T-Firap ជួយបន្ថយអាការៈផ្ដាសាយដោយក្តីស្រឡាញ់ពិតៗពីអ្នកម្ដាយ